ធ្លាប់លក់ skin care ក្រេហើយខ្ញុំអត់ដែរទិញរបស់គេប្រើឯងតែលើឈប់លក់អញ្ចឹងនេះអានេះគេបិទហាងហើយទៅ discount ច្រើនបាទនេះរបស់ដែលត្រូវការមកកេះនេះឃើញគេបិទហាងច្រើនមួយរយៈហ្នឹងទៅសារលក់ចំណេញតិចពេកដេញជើងគ្នាបើខ្ញុំបិទរៀងយូរដែរខ្ញុំលក់អនឡាញឯងតែខ្ញុំឈប់លក់3ឆ្នាំហើយនិយាយទៅគេកំពុងតែផ្ទុះនាំនេះបើកហាងលក់គឺខ្ញុំឈប់លក់វាមិនមែនលក់អត់ដាច់ទេកាលហ្នឹងលក់ដាច់ប៉ុន្តែខ្ញុំ feel ថាវា too much work ហើយខ្ញុំម្នាក់ឯងខ្ញុំលក់អនឡាញនិយាយទៅខ្ញុំលក់តែនៅផ្ទះខ្ញុំខ្ជិលខ្ញុំមិនចង់បើកហាងខ្ញុំគិតថាតែយើងមាន responsibility ច្រើនយើងត្រូវប្រឹងរកឲ្យកាន់តែច្រើនហើយមិនមែនយើងម្នាក់ឯងលេងចឹងកើតណានិយាយទៅគឺខ្ញុំខ្ជិលបើខ្ញុំចេះចាប់ហាងចាប់អីគេឥឡូវបានហាងបានអីដែរបាត់តែហត់តាមតំណើនិយាយទៅយើងលក់មហួរអញ្ចឹងណាហើយមួយយ៉ាងទៀតដោយសារខ្ញុំមានអារម្មណ៍ថា skin care ក្រេវាចេញច្រើនពេលវាតតែមកវាមក brand 4 10ឡានហើយដល់ពេលមួយឡាន4 10មុខហើយដល់ពេលមាន mask មាន lip balm lip ស្អីច្រើនមែនហើយបើ brand រាប់រយ brand ទៀតដល់ពេលអញ្ចឹងណាក្នុង cost ក្នុងការបើកហាង cosmetic មួយគឺវាច្រើនហើយប្រឈមមុខនឹងការសល់ stock ជាមួយនឹង hood delay អីហ្នឹងទៅធ្វើឲ្យមានការប្រកួតប្រជែងខាងតម្លៃដើម្បីលក់ប្រជែងឲ្យយកដើមមកវិញវាអញ្ចឹងណាកុំឲ្យខាតតព្រោះថាតាគៀក delay ចាប់ដើម discount វាខាតហើយបើ discount ហើយនៅលក់អត់ចេញទៅគឺបោះចោលលុយហើយមកហាងចំណាយលុយច្រើនណាស់បើសិនជាគេអ្នករយនេះហ្មងគេអត់គិតថាលុយហ្នឹងជាលុយខ្លួនឯងគេនឹងគិតថាលុយហ្នឹងបើសិនជាគេយកទៅដាក់ធនាគារគេនឹងសល់ការប្រាក់ម៉ានឬក៏បើសិនជាយើងខ្ចីធនាគារមកគឺយើងត្រូវបង់ការប្រាក់ម៉ានអញ្ចឹងត្រូវចិនតែញ៉ាទូទាត់មើលធ្វើម៉េចឲ្យរួចការប្រាក់ហ្នឹងហើយនៅឲ្យប្រាក់ខែខ្លួនឯងហើយណានៅប្រាក់ខែបុគ្គលិកហើយណានៅឆ្នៃឈ្នួលហាងអីចឹងទៀតម្ចាស់ហាង stress តែធ្លាក់ sale ហ្នឹង stress ហើយអញ្ចឹងខ្ញុំខ្លាចអា stress ហ្នឹងហ្មងខ្ញុំខ្ជិលលក់បណ្ដោយទៅអត់ចង់ stress ហើយចង់ដើរលេងអញ្ចឹងធ្វើម៉េចអាណា responsibility តិចទៅបានហើយសំណុកបិទតូបប្រូចហើយបិទតូបអនឡាញទៀតក៏បិទទូរស័ព្ទអត់ចូលមើលចប់ហើយមួយកេះនេះការខ្ញុំទិញខ្ញុំត្រូវការសេរ៉ូមតែមួយទីប10រៀលឯងខ្ញុំទៅទិញអស់ម៉ាននេះដូចអស់70រៀល80រៀលភ្លេចបាត់នេះតែខ្ញុំដកប្រើអស់ខ្លះហើយព្រោះវាយូរ Mediheal mask នេះអ្នកនរនេះជា leading mask ចេញមកដំបូងគឺផ្ទុះដាច់គេបណ្ដោយដោយសារតែជំនាន់ដែលការចេញហ្នឹងខ្ញុំប្រើតាំងពី2013 14ណាជំនាន់ដែលគេនៅនាំនេះប្រើ Nature Republic គេទូតហៅ Holika after class ហើយអីគេ Asri OG skin care ក្រេហ្នឹងណាយ៉ាដល់ពេលពួកនោះម៉ាស់ពួកនោះប្រើអត់កើតទេដោយសារតែសាច់ស្លឹករបស់វាក្រាក់ពិបាកប្រើបងហើយក៏អត់មានទៅណាដែរល្មមទេ Mediheal ចេញមកពឹបតម្លៃសមរម្យហើយសាច់ mask ដើមដាក់មកក្លឹបមុខមកដល់ឥឡូវសាច់ mask ហើយក៏នៅតែដែរអត់មានដូរទៅណាប៉ុន្តែគុណភាពល្អហ្មងរឿងថា mask របស់ Mediheal មកដល់ឥឡូវធ្លាក់ថ្លៃច្រើនខ្លាំងណាអញ្ចឹងអ្នកនរនេះបើថាជ្រើសរើស mask ប្រើរបស់ Mediheal ទៅវាគេនិយាយថាមិនម៉ាស់ហ្នឹងធ្វើអញ្ចឹងបាច់ក្បាច់ក្បោអីច្រើនហើយអត់ឈឺក្បាលរឿងថាត្រូវរើស brand ណាត្រូវអត់អីអត់ brand នេះគឺត្រូវច្រើនគ្នាហ្មងមិនងាយប្រើខុសទេហើយខ្ញុំចូលចិត្តប្រើ T3 ជាមួយនឹង IPI ពូនិយាយទៅយើងគ្រាន់តែចង់បានបាត់មុនហើយមុខសបញ្ហាច្រើនគេហ្នឹងហើយប្រើតែពីរហ្នឹងទៅ Riddle Shot Mask នេះឃើញតម្លៃល្អពេលហ្នឹងដូចជាគេ discount ខ្ញុំភ្លេចតម្លៃបាត់ហើយវាមានសេរ៉ូម Riddle នៅក្នុងហ្នឹងណាជាមួយនឹង mask ខ្ញុំប្រើបានម្ដងហ្នឹងគឺដឹងហ្មងថាស្អែកឡើងឃើញមុខស្អាតពិតមែនវាមុខភ្លឺមុខថ្លាមុខ clear skin ហ្មង so អ្នកនរនេះ should try this តែតាមពិតត្រូវការនេះសេរ៉ូមរបស់ Selima Noni Ampule នេះសេរ៉ូមរបស់គេដបហើយគេលក់មក10រៀលហើយដល់ពេលទៅបើគេលក់អានេះ4 10រៀលដែរហើយអានេះខ្ញុំបូកទៅវាចំណេញជាងវាបានច្រើនជាងហើយណាមួយស្រួលខ្ញុំដាក់តាមខ្លួនដែរអញ្ចឹងអានេះគឺវាជួយប្របាត់រោលប្របាត់មុនខ្ញុំប្រើអានេះស្បែកខំហើយអត់ឡើងមុនមែនខ្ញុំធ្លាប់ប្រើតាំងពីអាហ្នឹងទៅតែចេញដំបូងកាលដែល Selima ចេញដំបូងហ្នឹងខ្ញុំនៅលក់ skin care ឡើយប្រើអត់លុយខាង wholesaler គេផ្ញើឲ្យអញ្ចឹងណាដល់ពេលសាកសេរ៉ូមគេមួយទៅល្អប្រើមែនហើយអត់ល្បីស្រុកយើងអត់ចេះល្បីរបស់ល្អទេល្បីតែហេតុតាមគេប្រើអត់កើតនឹងនិយាយមែនតើហ្មងខ្ញុំអ្នកលក់ខ្ញុំមួម៉ៅដែរណែនាំឲ្យប្រើអានេះល្អអត់ជឿទេជឿតែគេល្បីនឹងឯងប្រើមិនបានអីទេអាហ្នឹងក៏ជាមូលហេតុដែលខ្ញុំឈប់លក់ដែរព្រោះខ្ញុំលក់អត់ដាក់ខ្លួនឯងជាអ្នកលក់ទេដាក់ខ្លួនឯងជាអ្នកប្រើអញ្ចឹងចូលចិត្តណែនាំអាណាដែលវាខ្លួនឯងបានសាកទៅវាស្រឡាញ់វាល្អដល់ពេលអាណាដែលខ្ញុំសាកអត់ត្រូវទៅអាគេល្បីអញ្ចឹងខ្ញុំសាកទៅអត់ដឹងណាណីខ្ញុំអត់យកមកលក់ឯដល់គេរកអត់មានល្បីអត់មានមានតែអត់ល្បីអញ្ចឹងទៅក៏វាធ្លាក់ sale ដែរទិញអា Noni ហ្នឹង set របស់វាប្រើហ្មងទៅកាលមុនបានប្រើតែសេរ៉ូមទេអា Seri Foam ចេះខ្ញុំធ្លាប់ប្រើកាលមុនដូចជា Neogen ណាខ្ញុំប្រើត្រូវដាក់ភ្លាមរោលមុខភ្លាមឥឡូវអាទឹកអញ្ចឹងទៀតអត់ដឹងប្រើត្រូវអត់ទេហើយអានេះ toner Noni toner អូគេថែមកែវឲ្យអ្នកលក់ថែមឲ្យកែវផឹកទឹកអស់69ចុចកន្លះនេះគេ clear stock rice meal toner របស់ Beauty of Joseon ខ្ញុំអត់ទាន់មកប្រើឯទុកទិញទុកមើល delay គេតាមពិតអត់គួរទិញទុកសោះហ្មងម្ដងទៅប្រើសើកន្លះឆ្នាំឯងខ្ញុំ2023 is okay អូអានេះ2027 cleansing oil PDON salmon caring centella light cleansing oil ឃើញតំណងគេ discount ច្រើនទៅទិញ foam មកទៀតទេ foam cleanser របស់ Medicube អត់អី delay គេខ្ពស់2028នោះ hyaluronic acid របស់ Essence 2027បើចង់បាន healthy skin ណាគួរតែប្រើ Hya នៅក្នុង routine របស់អ្នកនរគ្នាហើយអានេះអាចបូកជាមួយអីបានគ្រប់មុខហ្មងអញ្ចឹងគាត់ទៅប្រើ toner ទៅប្រើ Hya ទៅបន្ទាប់មកយើងប្រើserum active ingredient អីផ្សេងទៀតវាជួយឲ្យស្បែករបស់យើង healthy អត់រងប្រតិកម្មពី active ingredient ហើយ
ពេលដែលស្បែក healthy មានជាតិទឹកគ្រប់គ្រាន់អញ្ចឹងគឺឃើញមុខថ្លាមុខភ្លឺហើយក៏វាអត់ងាយប្រតិកម្មអីទៅតាមនឹងដែរបើមិនជាយើងគិតទៅថាវាជួយអីឲ្យបានច្រើនហ្មង focus តាមបញ្ហាមួយហ្មងគឺអត់ទេនិយាយទៅ role របស់វាគឺ humble មែនតើដែលអត់ដឹងថាវាជួយអីទេប៉ុន្តែនៅពេលដែលវាជួយគឺអាបញ្ហាផ្សេងៗគឺអត់ចូលមកហ្មងបាននេះថាវាធ្វើឲ្យស្បែករបស់យើងមានសំណើមភ្លឺថ្លាហើយវារឹងមាំដល់អញ្ចឹងអាបញ្ហាឡើងមុនអីហ្នឹងគឺវាអត់ចូលមកអញ្ចឹងដល់អត់ឡើងមុនអត់ស្នាមអត់ខ្មៅអត់រោអត់កាហាយវារបៀបចឹងណាចឹងហាយ៉ានេះមែនតើគួរតែប្រើឲ្យបានគ្រប់គ្នាទៅហើយអត់រើស្បែកទេណាគេក៏ប្រើហាយ៉ាត្រូវដែរ5រៀលមួយថែមមួយចេះហ្នឹងហើយទៅខ្ញុំយក eye patch មួយជាមួយនឹង mask មួយលោកអននេះដូច local brand នេះទិញបាន sheet mask មួយចំនួនអូឥឡូវទៅតែសាកប្រើអាប្រភេទ collagen mask ចំហួយ jelly mask អញ្ចឹងចំនួនមុនបិទអត់ជាប់មកគេដាក់មកធ្លាក់មកអាកាលតែខ្ញុំនៅលក់អាកាលហ្នឹងគេទៅបញ្ចេញប្រភេទចឹងណាបើអត់ស្រួលទេតែដល់ពេលឥឡូវមានអ្នកដាក់មកក្លឹបមុខជាប់ស្អាតរបស់គេតាអានេះខ្ញុំប្រើហើយល្អប្រើភ្លាមបកភ្លាមខ្ញុំមានអារម្មណ៍ថាមុខយើងត្រជាក់មានសំណើមចិត្តរញើសហើយ smooth glow អីចឹងណាឃើញហ្មង sheet mask មួយចំនួនទៀតហើយអានេះគេធូរថ្លៃមួយបិទទៅអត់មានអីមិនមែនថា brand ហ្នឹងទេYeah I feel ថាអាទុយកញ្ចប់ចឹងអាសេរីដែលរៀងធូរថ្លៃ basic mask ហ្នឹងប្រើក៏ប្រើទៅប្រចាំថ្ងៃតែបើថាចង់ឲ្យឃើញផលអីអត់ទៅណាទេមិនទិញទេទិញ toner មួយដបដាក់សលៃបិទមុខបានល្អជាង for real សំដីចេញពីអ្នកលក់ skin care ការខ្ញុំលក់គឺខ្ញុំប្រាប់គេមែនតើចឹងអាណាប្រើអត់ខោទេអូនហើយអត់ខោទេហ្នឹងអាហ្នឹងគេល្បីណាទិញអត់តាមគេល្បីតែបើគុណភាពសើប្រាប់ភ្ញៀវចឹងហ្មងthấy sao stock ខ្លួនឯងទៅនឹងរកស៊ីមិនហើយនៅអីទៀតអូក្រែមតាមបើអស់ mascara ប្រើនៅនេះសោះអា kill cover ហ្នឹងឯងមុនរកដាក់ order គេអាហ្នឹងថែមទៀតតាមបើខ្លួនឯងទិញហើយហ្នឹង 3CE lipstick melting s'more អានេះ balm ភ្លឺអានេះ Trace Glow នេះ made in USA តែ packaging អត់ស្អាតសោះចឹង shimmer discount នៅ3រៀលតម្លៃពេញរបស់គេ5 10នៅ3រៀលបំខាតមិនអានេះ lipstick មែន matte lipstick ហើយ shimmer ហ្នឹងមិនហ្នឹងខ្ញុំក្លិនដូចជំនាន់មុនផ្អែមដូចស្ករគ្រាប់ហ្នឹងឥឡូវគេលែងដាក់ហើយខ្ញុំចង់យកធ្វើ eyeshadow បានតែនេះ5 10រៀលហើយក្លិនអញ្ចឹងខ្ញុំមិនដឹងថារូបមន្តអីប៉ុន្តែ it's not worth it ក្លិនមិនមែនរបស់ល្អទេហើយយើងអាចធ្វើ eyeshadow អីបានអានេះប្រើទាំងរៀងភ័យបន្តិចចាំមើល check មើលសិនថាគួរប្រើអត់គេ discount នៅ1រៀលរបស់ super shade នេះហើយទៅខ្ញុំយកមកលាបក្រែម silicone ចេះទៅល្អមិនបាច់ទិញ brush ទេ brush ដាក់មកជាប់ brush ក្នុងញ៉ៃពេញនឹងប្រើ silicone ជូតចេញបានហើយអានេះ1រៀលគេលក់3រៀលប៉ុន្តែយ៉ាងអានេះ quality ដូចសមនឹង3 4រៀលរបស់គេមែនព្រោះវា slick វា clean វាស្អាតហើយមានកម្របមានអីចឹង it's good អស់ហើយណែ skin care ហ្នឹងទិញអត់ដឹងខ្លួនណា70រៀល80រៀល100អីចឹងមិនគេនាំគ្នាលក់ skin care លក់តាមមុនទៅគ្រាន់ឃើញចំណេញឥឡូវហ្នឹងប៉ើងគ្រប់គ្នាលក់ចាប់តអ្នកដែលគាត់កោតម្លៃអីច្រើនពេកចឹងវាធ្វើឲ្យខូច market គាត់ថាខូច value របស់អវ៉ាន់ហ្នឹងណាគេទុកឲ្យចំណេញទៅចំណេញហើយយើងយកមក update ហាងយើងទៀតយើងទិញ stock ចូលច្រើនទៀតយើង give back promotion something ទៅ customer វិញទៅវាអត់មានជាការ scam បោកគេកោគេអីទេអត់ទេ business បើអត់ចំណេញអត់ទៅមុខទេហើយបើចេះគិតថាអូយខ្មែរលក់កោខ្មែរ iPhone production cost 1-200 ឡាមិនដល់ខ្ញុំទិញ 1700 ប៉ុន្តែសួរថាលុយហ្នឹងគេចំណេញច្រើនអញ្ចឹងប៉ុន្តែយកទៅណាគេយកទៅ develop ទៀតគេយកទៅស្រាវជ្រាវទៀតគេយកទៅជួលអីមកទៀតអញ្ចឹងមិនក្រុមហ៊ុនមិន business មិនការធ្វើ production អីមួយទៅវាទៅមុខដូចអស់ហើយអានបោកអវ៉ាន់នេះអវ៉ាន់អានបោកមិញអស់ហើយបាយបាយ